នេះខ្ញុំមកធ្វើសារថ្មីថ្ងៃនេះខ្ញុំសូមមកនិយាយអំពីបញ្ហានិងដំណោះស្រាយដែលវិស័យអប់រំនៅប្រទេសកម្ពុជាដែលពួកយើងបានអពុតនៅកម្មវិធីមួយដែលបំពាក់ជាមួយនឹង AI ដែលវាអាច support នៅក្នុងវិស័យអប់រំរបស់កម្ពុជាបានច្រើនចឹងបញ្ហាទី1ដែលយើងមើលឃើញគឺនៅក្នុងប្រទេសកម្ពុជាយើងមានសិក្សានុសិស្សរួមមួយក៏ជាជនដែលនៅក្នុងប្រទេសកម្ពុជាគាត់ពិបាកក្នុងការរួមមួយក៏បញ្ចេញសម្លេងនៅភាសាអង់គ្លេសគឺមិនបានត្រឹមត្រូវរួមមួយក៏យល់អំពីពាក្យនីមួយៗហើយបញ្ហាទី2នោះគឺកម្មវិធីជាច្រើនគឺមិន support នៅភាសាខ្មែរបានអត់ទេឬមួយក៏បញ្ចេញសម្លេងបានត្រឹមត្រូវទេនិងមិនសមមាននៅកម្មវិធី AI បំពាក់ជាមួយនឹងកម្មវិធីទេហើយបញ្ហាទី2នេះយើងមើលសិស្សតាមទីជនបទគាត់មិនសមមានថវិកាក្នុងការសិក្សាមួយក៏រៀនជាមួយនឹងគ្រូដែលគេមានបទពិសោធន៍ច្រើនឆ្នាំចឹងហើយបានក្រុមរបស់ពួកយើងបានបង្កើតនៅកម្មវិធីមួយដែលជំនួយដល់វិស័យអប់រំជាច្រើនក្នុងការឲ្យសិស្សរៀនយល់ពាក្យនីមួយៗបានស៊ីជម្រៅហើយនឹងបញ្ចេញសម្លេងមួយក៏បំណងជាច្រើនឲ្យបានត្រឹមត្រូវផងដែរបាទសូមអរគុណបាទជំរាបសួរខ្ញុំទីរស្មីមកបង្ហាញពីប្រព័ន្ធវិជ្ជានុក្រម AI គម្រោងរបស់យើងផ្ទាល់គឺបានបង្កើតឡើងដោយកូដ Python ជាមួយនឹង Page26 ហើយយើងបានចាក់រួមបញ្ចូលជាមួយនឹង AI នៅខាងក្នុងគម្រោងរបស់យើងនៅក្នុងកម្មវិធីគឺអាចឲ្យអ្នកប្រើប្រាស់អាចបកប្រែពាក្យពីអង់គ្លេសទៅខ្មែរពីខ្មែរទៅអង់គ្លេសហើយសម្រាប់ពាក្យដែលយើងបានបកប្រែគឺយើងអាចចុចស្ដាប់ការបញ្ចេញសម្លេងដែលត្រឹមត្រូវបានផងដែរសម្រាប់គម្រោងរបស់យើងផ្ទាល់ក៏បានរួមបញ្ចូលជាមួយនឹងការស្វែងរកតាមរយៈការនិយាយជាសម្លេងមួយវិញទៀតគឺគម្រោងរបស់យើងផ្ទាល់បានមានមុខងារ AI Analyst ដើម្បីជួយបញ្យល់ពាក្យដែលពួកយើងបានបកប្រែឲ្យកាន់តែងាយយល់ផងដែរហើយសម្រាប់ចំណុចបន្ទាប់គឺAI នៅក្នុងកម្មវិធីរបស់យើងក៏មានភាពឆ្លាតវៃនៅក្នុងការស្រង់ស្ថិតិដែលពួកយើងបានស្វែងរកសិក្សាមួយវិញទៀតគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ថ្មីអាចសិក្សាកាន់តែងាយស្រួលនៅក្នុងពាក្យដែលពួកគេចង់ស្វែងរកផងដែរហើយយើងក៏មានមុខងារបន្ថែមផ្សេងៗជាច្រើនទៀតនៅក្នុងប្រព័ន្ធ AI របស់យើងផងដែរខ្ញុំបាទឈ្មោះជំនាញខាងខាងនេះខ្ញុំសូមលើកយកមកនិយាយបញ្ហាដែលដំណោះស្រាយគម្រោងនេះគឺអាចជួយឲ្យសិក្សានុសិស្សហ្នឹងគឺគាត់បញ្ចេញភាសាអង់គ្លេសទាំងភាសាខ្មែរបានឆ្លាតជាងមុនទៀតហើយមិនថាប៉ុណ្ណោះទេលោកគ្រូអ្នកគ្រូនៅក្នុងសាលាមួយៗនេះគាត់អាចយកគម្រោងនេះទៅប្រើប្រាស់ដើម្បីអប់រំសិស្សហ្នឹងគាត់មានភាពវៃឆ្លាតជាងមុនទៀតហើយសិស្សក៏គាត់អាចប្រើប្រាស់នៅក្រៅបណ្ដាញមកនៅជាពេលខ្លះគាត់នៅផ្ទះគាត់បានរៀនជាមួយនឹងគ្រូផ្ទាល់ចឹងគឺគាត់អាចប្រើគម្រោងមួយនេះដើម្បីហាត់រត់ដំសម្លេងគាត់ហ្នឹងហើយនិយាយភាសាអង់គ្លេសទាំងភាសាខ្មែរឲ្យមានអារម្មណ៍គាត់និយាយមកច្បាស់ជាងមុន100%